hai nhang kacang baju tu lah. อันนี้เป็นลายแม่น่ะดิโอ้ยทอมละ Anang ang 80% mà khâu. มะพร้าว80%គាត់តែប្រមាណផ្លែហ្នឹង$70អូយស្រុកខ្ញុំវិញងាប់ហើយមួយស្និតធំតែ$3,500រៀលទេតែធ្វើម៉េចយើងមកដល់ប្រទេសនេះយើងត្រូវតែបត់បែនតាមហ្នឹងមកដាឌីនិងកូននឹងអត់ស្រស់ទេដោយសារតែគាត់គ្រាន់តែចុះពីយន្តហោះមកបានដូចជាខ្ទង់3ម៉ោងគាត់ទៅធ្វើការហើយកូនខ្ញុំវិញគាត់អត់ទាន់ស្វាមជាមួយពេលវេលានៅនេះទេ អត់និយាយខ្មែរទេ នេះគឺមកដើរអត់ចង់រួចហ្មង អូជើងកូនឡើងចង់ក្បាក់ហើយ Kecil pun sama kecil. ចង់បាក់តិចទេ Kecil tadi. ពេលទៅដល់ផ្សារខ្ញុំលើកផ្លែអីខ្ញុំវ៉ាវដែរកាលខ្ញុំនៅស្រុកខ្មែរតំបន់ដែលខ្ញុំនៅហ្នឹងបន្លែសាច់គឺតម្លៃសមរម្យហើយស្រួលមិនស្រួលគាត់លើសឲ្យទៀតអ្នកនៅស្រុកខ្មែរយើងតពេលខ្ញុំមកដល់នេះហ่าគ្រាន់ឃើញតម្លៃបន្លែខ្ញុំអត់ចង់ហ៊ានទិញហ្មងដើរពីជុំហ่าបើខ្ញុំហ៊ានរើសយកបន្លែដែលខ្ញុំចង់ស្លប្តីខ្ញុំគាត់នៅនេះយូរក៏រៀងសមជាមួយតម្លៃនៅនេះហើយពេលចឹងគាត់សើចខ្ញុំតា ហើយគាត់និយាយថាអីម៉ាមីធំតលុយទិញបន្លែដាឌីមានលុយទិញឲ្យតែបើលុយទិញមាសដាឌីសុំគិតសិនឆ្លៀតឌឺប្រពន្ធបានទៀតហើយសម្រាប់ម្ហូបមួយនេះខ្ញុំមានស្ងោរតឡាញនិងប្រឡាក់សាច់មកចំពោះម្ហូបដែលខ្ញុំធ្វើរាល់មុខម្ហូបទាំងអស់អត់សូវពិបាកទេដោយសារតែខ្ញុំមានទឹករសជាតិម្ហូបខ្មែរសញ្ញារូបពូចុងភៅគ្រប់ម៉ូតគ្រប់ម៉ាកហ្មងហើយសម្រាប់ស្ងោរតឡាញខ្ញុំច្រាំសាច់ជ្រូកម៉ត់តិចហើយ ខ្ញុំចាក់ទឹករសជាតិចូលបរិមាណប្រហែលជា2ស្លាបព្រាបាយខ្ញុំអត់ហត់ថែមខ្ទឹមថែមប៊ីចេងស្ករអីទេហើយបើសិនជាម្ហូបយើងធ្វើហើយភ្លក់ទៅយ៉ាងស្ទើរអីតិចតួចថែមតែទឹករសជាតិនឹងកន្លះស្លាបព្រាទៅតាមរសជាតិដែលយើងចង់បានទៅគឺអូខេហើយឆ្លៀតពេលដែលខ្ញុំដាក់ស្ងោរចោលខ្ញុំមកប្រឡាក់សាច់សម្រាប់ការប្រឡាក់សាច់ដូចគ្នាខ្ញុំយកទឹកប្រឡាក់សាច់មកចាក់ពីលើបរិមាណល្មមដែរទៅ ហើយប្រឡាក់ច្បាច់វាឲ្យចូលជាតិបានល្អគឺហើយហើយតាមពិតទៅនៅលើដបក៏បានប្រាប់ពីរបៀបប្រើប្រាស់ដែរមានចំនួនទឹកប្រមាណលីត្រត្រូវជាមួយទឹករសជាតិប្រមាណស្លាបព្រាចឹងទៅតែដោយសារតែខ្ញុំប្រើប្រាស់ទឹករសជាតិនេះយូរដែរហើយអញ្ចឹងខ្ញុំអាចស្មានបានថាត្រូវដាក់ប៉ុណ្ណាល្មមមុខម្ហូបខ្ញុំសម្រាប់ល្ងាចនេះគឺរួចរាល់ហើយ ខ្ញុំបែងចែកសម្រាប់ញ៉ាំពេលល្ងាចហ្នឹងនិងសម្រាប់ប្តីខ្ញុំយកទៅធ្វើការម្ហូបដែលគាត់យកទៅធ្វើការខ្ញុំត្រូវរៀបចំពីយប់ឲ្យហើយខ្ញុំខ្ចប់បាយខ្ចប់ម្ហូបហើយដាក់ចូលទូឲ្យគាត់ព្រលឹមឡើងហត់ទៅយកដាក់កាបូបគាត់ទៅដល់ឡើងធ្វើការក៏កម្ដៅញ៉ាំបានហើយមកភ្លាមអញ្ចេះខ្ញុំនៅធីងធងជាមួយនឹងការជាយន្តហោះពេលអញ្ចឹងមុខម្ហូបខ្ញុំធ្វើឲ្យតែបានសិនទេ មិនដឹងតែប្តីញ៉ាំបានអត់ទៀតប៉ុន្តែចំណង់ចំណូលចិត្តគាត់ដឹងតែប្រឡាក់សាច់ហ្នឹងគឺត្រូវហ្មងហើយផ្ទាប់ជាមួយសាឡាត់ទឹកសក់អីហ្នឹងគឺគាត់ចូលចិត្តខ្លាំងពេលគាត់ត្រឡប់មកដល់ផ្ទះវិញខ្ញុំឃើញទឹកស្ងោរនៅសល់មិនតិចខ្ញុំក៏សួរគាត់ថាអត់ឆ្ងាញ់មែនដាឌីគាត់ថាមែនមិនឆ្ងាញ់ទេមកពីប្រពន្ធដាក់ម្ហូបឲ្យច្រើនខំប្រឹងញ៉ាំដែរតែញ៉ាំអត់អស់ហេងវិនបានចម្លើយល្អកុំអីក្មេងតូចងទៀត ហើយនេះពេលព្រលឹមឡើងគាត់ចេញទៅធ្វើការនិយាយលាគ្នាហើយខ្ញុំក៏បិទភ្លើងបិទអីទៅសង្ងំគេងជាមួយកូនទៀត